ត្ថបទខ្ញុំសសេជាសំណេរទុកឲ្យគ្មានជំនាន់ក្រោយកុំលិចលង់កុំបណ្ដោយដោយភ្លេចមុខក្រោយនឹងរឿងជីវិតមនុស្សលិចលង់កុំបណ្ដោយភ្លេចមុខក្រោយនឹងរឿងជីវិតមនុស្សកើតលើផែនដីគ្មានកំហុសអ្វីដាក់ទោសរូបរឹតអ្វីដែលខំគឺការព្រិចភ្លាំងមិនគិតនឹងប្រេងវាសនាអ្វីដែលខុសគឺការប្រព្រឹត្តភ្លេចភ្លាំងមិនគិតនឹងប្រេងវាសនាសំណេរជីវិតខ្ញុំសរសេរចេញពីចិត្តយើងត្រូវរិះគិតកុំតាមព្រំលិខិតត្រូវថិតឲ្យចិត្តកំណត់ខ្លួនឯងវាសនាយើងមានគ្មានអ្នកណាចែងទេវតាគឺជារូបយើងនឹងឯងអំពើអាក្រក់ល្អគ្មានអ្នកណាចែងបើអ្នកប្រឹងដូរខាត់ជីវិតដោយខ្លួនឯងអ្នកនឹងទទួលផលល្អគ្រប់ទីកន្លែងអ្នកនឹងទទួលផលល្អគ្រប់ទីកន្លែងអ្នកនឹងទទួលផលល្អគ្រប់ទីកន្លែងតែបើអ្នកមិនខំខ្ជិលច្រអូសមិនក្រែងផលអ្នកនឹងបានដូចអ្នកបានសម្ដែងផលអ្នកនឹងបានដូចអ្នកបានសម្ដែងជីវិតលិចលង់គ្មានកោះត្រោយវានឹងវង្វេងយោកុំលេងសើចនឹងជីវិតហើយក៏មិនចាំបាច់តតាំងនឹងព្រំលិខិតក៏សាំងតម្លៃចាប់យកក្តីស្រមៃបង្កើតគំនិតព្រះលោកសម្ដែងថាខ្លួនទីពឹងខ្លួនវាការពិតបើមានកម្លាំងតែបើអត់គំនិតជីវិតរះបង់នឹងប្រែដូចជាផ្កាស្រពោនស្វិតចឹងត្រូវខិតខំកែប្រែវេលានឹងគំនិតជំនះឧបសគ្គយកឈ្នះនឹងព្រំលិខិតសំណេរជីវិតខ្ញុំសរសេរចេញពីចិត្តយើងត្រូវរិះគិតកុំតាមព្រំលិខិតត្រូវថិតឲ្យចិត្ត